ចង់ហូបម្ហូបអឺរ៉ុបប៉ុន្តែបើសិនជាអឺរ៉ុបចំពេកក៏មិនចេះហូបអញ្ចឹងក៏ថ្ងៃនេះខ្ញុំឆ្នៃស្ប៉ាហ្គេទីនឹងរៀងកាត់ខ្មែរយើងនិយាយពីរសជាតិវិញគឺថាឆ្ងាញ់កប់លូហ្មងប៉ុន្តែមកនឹងចាប់ផ្ដើមធ្វើម្ហូបខ្ញុំសុំដាក់កាហ្វេមួយកែវសិនព្រលឹមនេះងើបឡើងមានរោគរ៉ាដូចពីមុនទេងើបឡើងរៀងស្រស់ស្រាយទៅនុយមកអែមមកនឹងចាប់ផ្ដើមថ្ងៃរបស់យើងអូខេបងប្អូនបន្ទាប់ពីខ្ញុំផឹកកាហ្វេរៀងស្រស់ស្រាយហើយយើងចាប់ផ្ដើមមកធ្វើស្ប៉ាហ្គេទីជាមួយខ្ញុំទាំងអស់គ្នាហើយគ្រឿងទេសគ្រឿងផ្សំរបស់ខ្ញុំថ្ងៃនេះខ្ញុំមានពេញប៉ោះមួយផ្លែពេញប៉ោះនេះរៀងធំដែរហើយសាច់គោប្រហែលជាមួយខាំហើយពេញប៉ោះហ្នឹងគឺខ្ញុំយកទៅស្ងោរមុនគេចាប់ផ្ដើមហាន់សាច់គោរៀងទូចៗហើយខ្ញុំចាប់ផ្ដើមច្រាមសម្រាប់ធ្វើស្ប៉ាហ្គេទីគឺខ្ញុំភាគច្រើនយកសាច់គោហ្នឹងច្រាមឲ្យរៀងម៉ត់បន្តិចសម្រាប់ស្ប៉ាហ្គេទីបើសិនជារសជាតិគេចំហ្មងគឺខ្ញុំអត់សូវចេះហូបទេតតែធ្វើរៀងកាត់បន្តិចហើយបន្លែស្ប៉ាហ្គេទីរបស់ខ្ញុំថ្ងៃនេះអត់មានច្រើនទេខ្ញុំមានតែខ្ទឹមបារាំងមានតែខ្ទឹមសសាច់គោហើយនិងពេញប៉ោះសម្រាប់ខ្ទឹមបារាំងគឺខ្ញុំហាន់រៀងល្អិតតិចតួចទេបងប្អូនហើយបន្ទាប់មកខ្ញុំដាក់ខ្ទឹមសប្រហែលជា2ខ្ពឹសព្រោះអីខ្ញុំធ្វើរៀងតិចដែរព្រមតែយើងច្រាមសាច់ហើយនឹងហាន់បន្លែហ្នឹងគឺពេញប៉ោះរៀងឆ្អិនល្មមពេញប៉ោះហ្នឹងអត់មានយកទៅបកភ្លាមទេបងប្អូនខ្ញុំយកទៅដាក់មួយទឹកសិនឲ្យរៀងត្រជាក់ហើយបានយើងបកតាមក្រោយបានអញ្ចឹងទេលាកដៃហើយទឹកសល់ពីស្ងោរពេញប៉ោះមិញហ្នឹងគឺអត់ចោលទេគឺខ្ញុំយកមកស្ងោរស្ប៉ាហ្គេទីក្នុងហ្នឹងកុំឲ្យខាតឃើញថាពេញប៉ោះយើងរៀងត្រជាក់ហើយគឺខ្ញុំចាប់ផ្ដើមបកសបយអស់ហើយខ្ញុំចាប់ផ្ដើមហាន់នេះបងប្អូនយកអាក្បាលវានេះចេញព្រោះក្បាលហ្នឹងហឹងហើយខ្ញុំយកសមយកមកច្បល់ឲ្យវាម៉ត់មកដើម្បីពេលដាក់ជាមួយ pasta ហ្នឹងឲ្យវាចូលជាតិគ្នាល្អផ្លែគ្រឿងទេសសាច់អីហ្នឹងគឺរៀបចំឲ្យអស់ហើយនៅតែស្ប៉ាហ្គេទីទេឥឡូវមកឆៃស្ប៉ាហ្គេទីជាមួយខ្ញុំទាំងអស់គ្នាឃើញថាស្ប៉ាហ្គេទីហ្នឹងល្មមពេលស្ប៉ាហ្គេទីឆ្អិនហើយខ្ញុំយកស្ប៉ាហ្គេទីហ្នឹងដាក់នៅក្នុងគីឆេងដើម្បីឲ្យស្រស់ទឹកស្ប៉ាហ្គេទីឆ្អិនអញ្ចឹងគឺធ្វើលឿនទេគ្រាន់តែឆាគ្រឿងមួយផ្លែតហើយទីដំបូងហ្នឹងគឺខ្ញុំចាប់ផ្ដើមឆាជាមួយខ្ទឹមបារាំងមុនគេឲ្យរៀងឈ្ងុយហើយខ្ញុំចាប់ផ្ដើមដាក់សាច់គោចូលរឿងម្ហូបអឺរ៉ុបហ្នឹងមួយបងប្អូន pasta pasty ហ្នឹងគឺខ្ញុំមិនសូវចូលចិត្តប្រហែលទេអញ្ចឹងនឹកឃើញថាបើសិនជាយើងឆ្នៃបែបរៀងអាស៊ីបន្តិចខ្ញុំគិតថាខ្ញុំអាចចូលចិត្តហូបវិញព្រោះរសជាតិ pasta ដើមគេហ្នឹងភាគច្រើនគឺជូរអញ្ចឹងទៅខ្ញុំអត់សូវចេះហូបទេជូររៀងសាបពេលដាក់ពេញប៉ោះចូលហើយខ្ញុំចាប់ផ្ដើមដាក់ខ្ទឹមសហើយយើងលួចដាក់រ៉ូឌីមកបន្តិចស្ករសមកបន្តិចហើយបើសិនជាជនជាតិអ៊ីតាលីឃើញវិញបាច់ទេវីដេអូនេះតែពួកគាត់សែតហ្មងគាត់តែឃើញវីដេអូរបៀបខ្ញុំធ្វើ pasta នេះព្រោះធ្វើត្រូវតែសំខាន់ខ្ញុំធ្វើបែបហ្នឹងខ្ញុំអាចហូបបានច្រើនពេលចាក់ pasta ចូលឆ្នាំងហ្នឹងគឺខ្ញុំអត់កូរយូរទេដោយសារតែ pasta ឆ្អិនស្រាប់ហើយសាច់គោអីហ្នឹងក៏ឆ្អិនស្រាប់ដែរអញ្ចឹងគ្រាន់តែយើង pasta ជាមួយសាច់ឲ្យរៀងចូលជាតិគ្នាមកហើយតែបងប្អូនតំណងអត់ខ្ញុំគិតថារៀងស្ទើរពណ៌មកបន្តិចប៉ុន្តែបាននិយាយពីរសជាតិវិញឆ្ងាញ់កប់លូហ្មងមកភ្លក់ជាមួយទាំងអស់គ្នាពេលថែមគ្រឿងមិញអត់បានភ្លក់ទេប៉ុន្តែដឹងតែឆ្ងាញ់រ៉ូឌីមកបន្តិចឬស្ករមកបន្តិចបានហើយឈ្ងុយឆ្ងាញ់បងប្អូនអើយអត់សូវមានពណ៌មែនប៉ុន្តែរសជាតិឆ្ងាញ់ផ្លេចសាកធ្វើទាំងអស់គ្នាបងប្អូនអូយ pasta 8ឯកតាកម្មហ្មងសិតតែប្រើស្ករប្រើរ៉ូឌីរសជាតិឆ្ងាញ់បងប្អូនកុំភ្លេចសាកធ្វើទាំងអស់គ្នាសម្រាប់វីដេអូរបស់ខ្ញុំហ្នឹងមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយៗទៀតបាយបាយសុខសប្បាយទាំងអស់គ្នា